នៅលើពិភពលោកនេះប្រហែលជាប្រទេសថៃជាប្រទេសដែលចម្លែកជាងគេចង់បានរបស់គេដោយគ្មានភាពអៀនខ្មាសហើយក៏ជាប្រទេសដែលឯកាបំផុតនៅពេលបច្ចុប្បន្ននេះដែរដោយទី1ប្រទេសថៃបានបិទព្រំដែននៃឯកតោភាគីទាំងអស់ជាមួយនឹងកម្ពុជាបានបើកការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ទី2ប្រទេសថៃបានបិទព្រំដែនទាំងស្រុងជាមួយនឹងមីយ៉ាន់ម៉ាដោយសារតែការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាជាមួយនឹងក្រុមផ្ដាច់ខ្លួនកូរ៉េដែលធ្វើឲ្យគ្រាប់ផ្លោងរបស់មីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភូមិពលរដ្ឋរបស់ថៃទី3ប្រទេសម៉ាឡេស៊ីបានបិទគប់សេដ្ឋកិច្ចរបស់ថៃដោយហាមនាំចូលបង្គា5ប្រភេទដែលធ្វើឲ្យកសិកររបស់ថៃនាំគ្នាស្រែកត្រដោះខ្យល់ហើយម៉ាឡេស៊ីក៏បានហាមប្រជាពលរដ្ឋរបស់គេមិនឲ្យទៅលេងប្រទេសថៃផងដែរទី4ប្រទេសឥណ្ឌូនេស៊ីកំពុងតែខឹងប្រទេសថៃដែលបានរត់ពន្ធកញ្ឆាជាង3តោនចូលប្រទេសរបស់គេហើយបញ្ហានេះកំពុងតែក្តៅនិងចង់បញ្ចប់មន្ត្រីជាន់ខ្ពស់ប្រទេសឡាវបានចេញមកហែកកេរប្រទេសថៃប្រាប់ពិភពលោកថាថៃឈ្លានពានកម្ពុជាយ៉ាងពិតប្រាកដសរុបសេចក្តីមកប្រទេសថៃសត្រូវជំទឺបើមិនងាប់ក៏ស្លាប់ដែរអញ្ចឹងហើយបានដូចពាក្យចាស់ខ្មែរយើងលោកពលថាយកញាតិជារបងបានមាំប៉ុន្តែបើយករបងជាញាតិច្បាស់ជាឯកាមិនខាននោះទេ